តាមប្រព័ន្ធនេះហើយឃើញផ្លែប្រព័ន្ធនេះខ្ញុំទុកឲ្យ70ទៅ100ផ្លែនេះរួមទាំងជីធម្មជាតិខ្ញុំកែហើយនឹងជីគីមីហើយមកផ្លែមកដល់វគ្គហ្នឹងអស់ខ្ទង់តែអត់ដល់$50ទេហេតុអីបងបានជាទៅជាតិចជាងអាគេថែទាំធម្មតាវិញជីកចែកចេញជាពីរជីធម្មជាតិនិងជីគីមីចាហើយជីធម្មជាតិនឹងទៀតយើងព្យាយាមឲ្យគាត់ធ្វើជីនៅក្នុងដីតែម្ដងអបារម្ភថាថែត្រួយខូចផ្លែថែផ្លែខូចត្រួយអត់មានបញ្ហានឹងទៀតទេអត់មានបញ្ហានឹងទៀតទេទឹកខ្មេះឈើមកឯងបងណាទឹកខ្មេះឈើអាចជួយបានរហូតដល់85%ពុកម៉ែបងប្អូនដែលដាំតារ៉េនគាត់ភ្លេចជំងឺមួយគេហៅជំងឺស្រត់គល់ចាប់ដើមផ្លែតែ1គីឡូ2គីឡូនៅលើដើមវាហ្នឹងយើងអាចបានទល់ជីគីមីគឺគ្រាន់តែជីបង្កើនផលទេកុំគិតថាវាដាក់ឲ្យច្រើនបានផលច្រើនព្រោះអានោះដាក់ច្រើនបំផ្លាញច្រើនទេព្រោះវាធ្វើពុករឹសចាជំរាបសួរបងសុផាជំរាបសួរបងចាបងប្អូនថ្ងៃនេះបានមកជួបអ្នកបច្ចេកទេសប្រចាំក្រុមហ៊ុនហ៊ុយយន្តហ្នឹងបងណាអញ្ចឹងដើម្បីបងប្អូនយើងស្គាល់កាន់តែច្បាស់សម្បងណែនាំខ្លួនបន្ថែមទៀតបាទអរគុណច្រើនហើយក៏សូមជំរាបសួរទៅដល់ពុកម៉ែបងប្អូនហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនឃើញខ្ញុំក៏អាចស្គាល់ហើយថាជាង10ឆ្នាំមកនេះដែលទទួលបន្ទុកខាងបច្ចេកទេសហ៊ុយយន្តមិនថាគ្រប់គ្រងទៅលើគុណភាពនៃការផលិតជីហើយក៏ដូចជាការចុះមកដល់ចំការបាទផ្ទាល់ដើម្បីជួយប្រឹក្សាទៅដល់ពុកម៉ែបងប្អូនផងដែរបាទចាបងប្អូនមួយចំនួនប្រហែលគិតថាឮតែក្រុមហ៊ុនហ៊ុយយន្តគឺគិតថាផលិតតែជីហើយចែកចាយជីឯងតាមក៏ពិតហ៊ុយយន្តធ្វើលើសពីនឹងទៀតគឺជួយប្រឹក្សាពាក់ព័ន្ធជាមួយនឹងបច្ចេកទេសបាទជាក់ស្ដែងបងប្អូនដូចខ្ញុំបានមកដល់ចការទុរេននេះផ្ទាល់ណាជួបជាមួយនឹងអ្នកបច្ចេកទេសប្រចាំចការគាត់ថាបងឯងឃើញតែដើមទុរេននេះសុទ្ធតែផ្លែនៅក្នុងឆ្នាំនេះនៅក្នុងរដូវនេះពីមុនមករកចង់ថាដើមទុរេននឹងរកតែដង្ហើមដកខ្លួនឯងនឹងចង់បានផងវាជាការពិតបាទជាការពិតតែបានបងសុផាដូចជាក្រុមហ៊ុនហ៊ុយយន្តផ្ទាល់បានចុះមកជួយជាបច្ចេកទេសប្រឹក្សាគាត់ទៅធ្វើឲ្យដើមទុរេនរបស់គាត់នេះដែរចិត្តទៅចោលម្ចាស់នេះមានផ្លែឡើងវិញបាទផ្លែក្នុងមួយដើមចន្លោះពី70ទៅ100ផ្លែបងណាប្រហែលជាយើងឲ្យទុកប៉ុណ្ណឹងបងយើងឲ្យទុកប៉ុណ្ណឹងបាទតាមពិតទៅវាអាចទុកបានលើសដល់100ផ្លែប៉ុន្តែអ្វីដែលយើងគិតថាស្ដារដើមនៅឆ្នាំទី1ចាយើងឲ្យទុកក្នុងប៉ុណ្ណឹងសិនចាបាទអញ្ចឹងមានន័យថាបងពីមុនមកគឺអត់មានផ្លែសោះហ្មងក្នុងចការនេះដើមនេះគឺខ្ញុំមកពីដើមមកទៅសម្រាប់ឆ្នាំទៅមិញមកហ្នឹងកាលមុននឹងធ្វើផ្លែឡើងមកវិញតាំងពីខែ6ខែ7មកណាបាទតែគាត់គេហៅថាតារ៉េនតាមពិតប្រមូលផលក្នុងខែ7មកអស់នៅខែ8អីចឹងតែដោយសារតារ៉េនវាអន់ពេកហ្នឹងខ្ញុំមកក្នុងខែ7ឆ្នាំទៅមិញហ្នឹងគឺដើមតារ៉េនសង្កថាបើខ្ញុំក៏មិនសង្កថាខ្លួនឯងក៏មិនប្រកាសក្នុងចិត្តដែរថាតារ៉េនសហសភាពបែបនេះហើយយើងនេះហើយក៏ខ្ញុំគ្រាន់តែជែកជាមួយអ្នកបច្ចេកទេសថាតើម្ចាស់គាត់កែអត់បើកែយើងមើលសភាពទៅបងឃើញហើយថាដើមភាគច្រើនវាមានអាពពួកហៅបោសទឹកបោអីវាខូចសម្បកអញ្ចឹងហើយបើសភាពខាងលើវិញគឺវាងាប់អង្គុតចុងហើយសភាពនៃស្លឹកអីហ្នឹងអត់បានអញ្ចឹងទេចាបាទអញ្ចឹងក៏ប្រឹក្សាមួយអ្នកបច្ចេកទេសហ្នឹងទៅថាម្ចាស់គាត់កែក៏អត់ចង់កោះចោលទេព្រោះដាំមកបានយូរឆ្នាំហើយចាបងបាទហើយសួរថាជំងឺតារ៉េនហ្នឹងពីមុនហ្នឹងវាមិនបានវាកើតឲ្យជំងឺអស់ហ្នឹងខ្ញុំក៏បានឲ្យទៅតាមលក្ខណៈការសន្និដ្ឋានថាទី1ពុកម៉ែបងប្អូនដែលដាំតារ៉េនគាត់ភ្លេចជំងឺមួយគេហៅជំងឺស្រត់គល់ដល់ពេលវាចាប់ដើមផ្លែតែ1គីឡូ2គីឡូនៅលើដើមវាហ្នឹងយើងអាចបានទល់ចានេះឥឡូវគាត់ចាប់ដើមមានបច្ចេកទេសនៅក្នុងការទល់ទប់ដើម្បីទប់ទម្ងន់ដើមវាកុំឲ្យវាស្រត់អាហ្នឹងក៏ជាជំងឺមួយហើយជំងឺទី2ដែលគាត់អត់បានគេហៅថាលាងសម្អាតនៅលើអាកោសិកាដើមនេះដោយសារតារ៉េនពុកម៉ែបងប្អូនដឹងហើយអ្នកដាំតារ៉េនឬក៏អ្នកបច្ចេកទេសតារ៉េនដើមតារ៉េនគឺជាសម្បករបស់វាគឺបៀមទឹកមានន័យថាខុសពីដំណាំផ្សេងគឺវាបាទវាបៀមទឹកតែម្ដងមានន័យថាពេលភ្លៀងមកវាបៀមទឹកអញ្ចឹងវាងាយកើតផ្សិតជំងឺផ្សិតឬក៏ជំងឺដែលផ្សេងដែលធ្វើឲ្យអាលួយសបកពុកសបកហ្នឹងវាងាយបំផុតអញ្ចឹងបានជាយើងត្រូវការថែទាំដើមវានេះគឺត្រូវការលាងសម្អាតវាអញ្ចឹងអាការលាងសម្អាតហ្នឹងហ៊ុយយន្តយើងមានផលិតផលមួយយ៉ាងពិសេសគឺ Copper Sulphate ឬក៏ខ្ញុំតែនិយាយថាសាជូខៀវហ្នឹងដូចយើងយកសាជូទៅកូរទឹកហ្នឹងបងស្គាល់សាជូសណាអញ្ចឹងសាជូនេះវាមានតួនាទីកាត់លាងស្លែនៅវាមិនហើយក៏អត់ឲ្យអាការបៀមទឹកនឹងឡើងមកវិញអញ្ចឹងឃើញតារ៉េនឆ្នាំនេះគឺអត់មានជំងឺបោសទឹកឬក៏សម្បករបស់វាភ្លឺស្អាតមកបាទបន្ទាប់មកគឺយើងកែបញ្ហាដីប្រព័ន្ធឬរបស់វាដែលវាអន់ដែលខ្ញុំនិយាយស្រត់ទៅវាបាក់ឬខ្លះឬវាអន់ហ្នឹងគឺយើងចាប់ដើមឲ្យគាត់ប្រើរបៀបធ្វើនៃការស្ដារឬមកវិញហ្នឹងគឺទី1បាយកបោសម្រាប់មេរោគហើយយើងស្ដារជាមួយបាយអូហ៊ុយមិចដែលយើងឲ្យគាត់បាញ់បាទអញ្ចឹងហ៊ុយយន្តក៏វាបាញ់មកហើយគាត់ដាក់ជី
và chi thom mà chết dương có bao mà vô có tha hay đấy có tha chi thom mà chết bị chui ấy và có thọp phở thế chi thom mà chết bị muốn nó vừa có thơ tờ đấy nó còn phở tờ ô môn chi kim mi ấy chẳng bà đòn chẳng tới dương ta chi việc chạy trên chụp bị đặt chi thom mà chết nó bị chui tờ đọt đấy hỏi này ron đọt phía bật đấy thôi tờ nắm bơ chi 100 ngày mình là chi nó bị xăm 100 ngày với ban để bị đạm mà đó ban buôn từ mùi khai chẳng có đạn là vọt pi đòn mà đón đâyแบบนี้ตามประเทศยมนายน้องก็พยายามกันโลจังปีดองไป10 กิโลแต่การเปิดก็ด่าบ้านมาดอง3 กิโลปีดองเอาแต่ผม1 กิโลเตะบ่าจังขอวิด่ามาดอง3 กิโลเนาะทั่วไอ้มาจ้าจับดาวเมียนอารมณ์ท่าโตมาด่า3 กิโลทีนึงก็เคยนำดองไปจับดาว1มีการรอถวย1แบบก็หาท่าโดยมีหลุม1วิออมีออนตัววิ่งจังนะให้ซัวกอดเตอร์กอดเผอกีมีđểกอดด่านี่ทำใบโยพอลเคยนั่งก็ด่าแต่มากุมดามตุ่มหงปันนั้นก็ด่าแต่กะลากะโลเตจีกิมีบ่าแต่แต่กะลากะโลกุดน้องมาดามเนี่ยพวกขยมมันไปเอาไปทาจีกิมีคือก่อนจีบังการพอเตกงกึดทาเวียดด่าเฉินมันพอเฉินวัวน้องด่าเฉินน้องพลานเฉินเตวัวไปเทยปุกหรือไปเทยกระด้างใดบ่าไปเลือกปีดำเลยกะโดยยื่นอย่างนั้นยื่นยำบ่ายเมียนสักสโลมาจุ้ยร้อยปันใต้อาพลายเชื่อด้วยก็อาศัยแต่ยื่นงานมันติ้งก่อนโยมมันโยยกำลังเยอะไงร้อมมาเยอะไงจังโดยเนี่ยจังให้คือกอดบานอ่านอวอร์ดเมื่อคืนท่านี่ให้จำนายบางดังก็จะพลายปันในตรงประมาณchỉ tu tới bây giờ tay chụp mà chắc cả trainer đồng bọn xé cứ anh nó trainer có chơi ấy đó bên hai có thay toan 100rồi đấy nó mà đam nhà hỏi nó có $70 đài bà chẳng hạn đi bạn đi bong cay bong chia 3 phong bong thay bên ăn vinh phong chạy ở đàoแบบปันนี่ให้เคยพลายแบบปันนี่ยมตกเอา70มา100พลายนี่รวมตั้งจีทอมจียมกายให้หนึ่งจีกีมีให้หมดพลายมาเอาแวะนั่งออกตรงแต่ออก$50เลยbốc tiền à bốc tiền à từngกำลังพลกรรมtừng ấyนั่นคือประมาณจะ$50แต่ปนังให้ไอ้บางมันเชียตัวจิตติเชียงไอ้ที่แค่ต้มธรรมดาเองคือจะบอกจะมันหัวยุ่นมีนกับลืมมวยจังเอาปกมาปอนดังทาเอาไว้ได้ปลาจีเหมือนประกอบแต่เพอเชิญมันเชิญเนี่ยเพอเชิญมันพลายเชิญเนี่ยแต่สำคัญคือจีได้อาจจะตรงตำนำนึกไปรู้บ้านประจำไงจังมันจีกระจายจนจะปีจีทอมมาจีนังจีกีมีให้จีทอมมาจีนังติดยืมจียืมไอ้ก๊อตฟื้นจีในขนมใดได้มาดองจียมด่าไม่ประมวยกับโลนี่กว่าไทม์นั่นนะบอกแต่กับปกจีในขนมใดยังเอาเธอปีกะสำนอสมัยกะสำนอสลักจันตะเรนคนไอเด็กก็ใส่คนไอนั่งเอาคลายแต่จีมั้งcái hai CEC rồi có ô âm bọt đầy chẳng ảo ô âm bọt đấy đại viêu mi cầu thiết viêu ca pì đó pơ ma cầu thiết viêu chủng rồi ca lùa chẳng dương time chi tịch tuổi anh ấy hay cái ca thôi ca chân này hỏi ca phở chí từ tam vẽ nâng đồng rơi ca bảo được cái chiết ở trong pì chẳng ngày hai ta chấm nái ọt xẹt chia ọt trong về tờ cô đài này hai cứ chân này lùi tịch chẳng mà bên này nè để con chân này chớn mình tờ đến từ ca si chớn đi tay con khơi chứ đã tiệt khơi chứ đã tiệt tập năng thế. Mà bông ôn có sắp video này hai có trong dùng từng phơi nơi khung cho cá bó quạt. Ta còn cua chập đang pì mạch tới đồng bay thà bà còn tha còn cắt bà thôi thay chai từ lứa sải chỉ. Tầm năm muối nhưng từ đang á tầm rơi ca bảo viết khóc nè. Hỏi đi nhom vậy pi sầm bọ mấy nhỉ. Lúc cả chết viết chia lúc cả chết biêm tức sầm bọ bên nghe ca rốt nhưng từ thay việc mạch. Đó lúc cả chết muối viết chia lúc cả chết sầm bọ ngút viên nghe năng bắt bong chết tức nhưng từ thay việc mạch. Đôi chỉ cả su trên đảo, viên nghi bắt bong đằng chết tất cả bộ cái vô cho tam rồi bỏ ấy chẳng, chẳng cái từ thay vậy cái lái nó ở đây trong một chiếc bụng mai bảo ra, bà trai cái tê cứ sầm khăn, hỏi ca vô đằng ngầm pi đầm rơi ca vào lúc cái chết mới cứ sầm khăn, chẳng hôi yun bà ai kẹt tơ mà hôi yun ai chui bàn, hỏi không mà to cứ từ đó tina của tơ này, ăn cất sữa và cam tê. Chẳng mình ai vô lui mà pon là lá, rồi có pi pon là lá rồi dẹp pe mùi ngay để nhom chi làm vì nâng đo ra tận nãy cái đấy một tình không mà này, tai hồi yun free tờ. Tờ trong ơi chấm nành, ai tờ đo ti tàng, tờ đo ti tàng. Hey mà là vậy nên trong chấm hiệp chung mà chia ca score đây thà tờ rên cứ có thai bầm bạ bầm pot cứ anh nè, thai vô phái tay mà ngõ bà thổi tham mày nè. Đại sang ba thai và phụ nó tại vì mà khôi thổi tham mày. Vua tờ rên ấy sang tha thom mà chia vào viên lo thổi tham mày mau bắp. Ba ta tức sao miếng prai hay sao prai cầm đau nhưng ta ngôn tích lui ngọt khiêm phật tao về thì sẽ cứ nè để quạt phở năm kỳ mì năm salad kỳ mì năm chừng ngữ kỳ mì nó cứ nghi nó liệt bài nâng mầm phật chẳng hồi yun bà trai về chia Japan
ដែលថ្មីនេះយើងបានសិក្សាឬក៏សហការជាមួយនឹងគេហៅថាបច្ចេកវិទ្យាជប៉ុនគឺយើងបានផលិតថ្នាំកសិកម្មមួយដែលគេហៅទឹកខ្មេះឈើ wood vinegar អូទឹកខ្មេះឈើអញ្ចឹងតួនេះមិនប៉ះពាល់ដល់សុខភាពដល់ផ្លែដែលវាធ្វើឲ្យខូចសុខភាពហើយបាញ់ជោគយ៉ាងណាក៏អត់ខូចត្រួយដែរអូចឹងថ្ងៃនេះហួយយន្តកំពុងតែមានឈ្មោះបោះល្បីសម្រាប់តារ៉េននេះគឺ wood vinegar នេះគឺប្រកែមែនតើទឹកខ្មេះឈើបាទទឹកខ្មេះឈើនេះអញ្ចឹងវាជាថ្នាំដែលខ្ញុំប្រើពាក្យមួយដែលកសិករហើយក៏ពុកម៉ែបងប្អូនថាមិនទៅដាក់ឈ្មោះអញ្ចឹងខ្ញុំឲ្យឈ្មោះថាថ្នាំផ្ដាច់ដោះកូនអញ្ចឹងបាញ់ទៅវាមិនមែនទៅសម្រាប់តែសម្លាប់ទេចាតាមពិតវាដូចយើងផ្ដាច់ដោះកូនបងស្រីយល់ទេតែយើងគ្រាន់តែលាបភាពល្វីងទៅអាសត្វហ្នឹងវាអត់ចូលចិត្តចាបងចាអញ្ចឹងមនុស្សហ្នឹងតាមពិតមិនមែនម្ដាយអត់ទឹកដោះទេសត្វហ្នឹងមិនមែនអត់មានសត្វទេធម្មជាតិរបស់វាត្រូវតែបង្កើតសត្វអញ្ចឹងអត់មានអត់ថាអត់សត្វទេប៉ុន្តែសត្វហ្នឹងវាលែងមកជាចំណីរបស់រុក្ខជាតិមួយហ្នឹងចាមានតែស្លឹករុក្ខជាតិហ្នឹងមិនមែនជាចំណីវាទៀតទេបាទអញ្ចឹងវាអត់នៅទេចាទឹកខ្មេះឈើហ្នឹងវាក្លិនខ្លាំងហ្មងក្លិនឲ្យឈូសឲ្យជ្រាបចូលទៅក្នុងអាកោសិការបស់រុក្ខជាតិយើងហ្នឹងល្វីងជូរចត់រហូតចាអញ្ចឹងវាធ្វើឲ្យអត់សត្វអត់ស៊ីតែវាអត់មានជ្រាបទៅដល់ផ្លែទេអត់មានទេព្រោះវាជាលក្ខណៈធម្មជាតិនៃគ្រាន់តែការឈ្ងៀមដូចយើងដុតឈើមានអាពពុះឈើធ្លាប់នេះជាប់នៅដៃក្លិនប៉ុណ្ណេះចាបាទអញ្ចឹងបងប្អូនអស់បារម្ភមកអស់បារម្ភថាថែត្រួយខូចផ្លែថែផ្លែខូចត្រួយអត់មានបញ្ហានឹងទៀតទេអត់មានបញ្ហានឹងទៀតទេទឹកខ្មេះឈើមកហ្នឹងណាទឹកខ្មេះឈើអាចជួយបានរហូតដល់ 85% បើនៅបច្ចុប្បន្នដែលខ្ញុំតាមដានជាមួយនឹងប្រជាកសិករហើយសួរថាចុះ 25% អី 15% ទៅណាអានោះអាចលក្ខណៈគីមីតិចតួចទៅចាអានោះវាអត់ជាអត់ផុតទេបាទដូចយើងថ្នាំអញ្ចឹងវាអត់ជាអត់ផុតតែបើអ្នកប្រកបវិជ្ជាជាមួយនឹងការថែទាំវាគឺខ្ញុំគិតថាអាចជួយបាន 85% ចាបាទហើយ 85% រស់ហើយចាហើយធូរថ្លៃបំផុតនៃទឹកខ្មេះឈើបើធៀបជាមួយនឹងថ្នាំគីមីយកមកបាញ់ហើយសួរថាហ៊ានអាងហ៊ានអួតទេហ៊ានអីទេរុក្ខជាតិនិយាយគ្នាអត់បានមនុស្សនិយាយគ្នាបាននៅពេទ្យគេឲ្យកងត្រាឲ្យប្តីទៅផ្ដិតមេដៃចាអញ្ចឹងយើងគ្រាន់តែនិយាយទៅតាមការពិតថាលក្ខណៈនៃទឹកខ្មេះឈើគឺជាសារធាតុមួយវាជ្រាបចូលទៅកោសិកាស្លឹកសម្បកស្បែកឬក៏កោសិកានៅលើផ្លែរបស់វាហ្នឹងហើយគ្រាន់កុំឲ្យទៅសត្វល្អិតហ្នឹងចូលចិត្តតែប៉ុណ្្នឹងទេចាអូខេខ្ញុំអញ្ចឹងខ្ញុំនិយាយថាវាជាថ្នាំដូចផ្ដាច់ដោះកូនហេតុអីបាននិយាយបងចាំបាច់ទៅមើលដល់ចកាផ្ទាល់ត្រូវជីរាប់ពាន់គីឡូទៅមើលដល់ផ្ទាល់ដោយសារតែចកាមួយវាមានជំងឺវាមានបញ្ហាខុសគ្នាទៀមទាបងទៅមើលផ្ទាល់ឬក៏យ៉ាងម៉េចវាចេះបងបើសិនយើងនិយាយអំពីខ្សែភ្នែករបស់មនុស្សវិញគេហៅដល់ចំមុខមើលមុខគ្នាឲ្យចំបានយើងអាចនិយាយគ្នាត្រូវចាព្រោះយើងអត់ចង់បង្ហាញអំពីគ្រាន់តែនិយាយចាខ្ញុំបង្ហាញអំពីកិត្តិយសរបស់ខ្ញុំមនុស្សខ្ញុំឈរនៅមុខបងប៉ុណ្ណេះគឺខ្ញុំអត់យកកិត្តិយសរបស់ខ្ញុំយកមកនិយាយឲ្យភូតផោឯងចាចឹងអ្វីដែលខ្ញុំធ្វើបានហើយអ្វីដែលខ្ញុំអាចជួយគាត់បានគឺខ្ញុំជួយប្រឹក្សាយើងធ្វើជាមួយគ្នាម្ចាស់ចំការមួយអ្នកបច្ចេកទេសបើម្នាក់ម្ចាស់ចំការឬក៏អ្នកបច្ចេកទេសចការមួយនេះគាត់មិនយកចិត្តទុកដាក់ឲ្យធ្វើតាមនៅអ្វីដែលខ្ញុំណែនាំទេมันអាចកើតរឿងនេះកើតឡើងមកហើយអញ្ចឹងមានន័យថាដៃគូសហការដល់ត្រាតែមានទាំងពីរចាបច្ចេកទេសខ្លាំងយ៉ាងណាក៏ដោយជីល្អយ៉ាងណាក៏ដោយបើយកមិនប្រើមកចំគោលដៅបើយកមកប្រើខ្ជះខ្ជាយហើយដាក់ខុសពេលគឺអត់មានប្រសិទ្ធភាពទេចាអញ្ចឹងអ្វីដែលខ្ញុំទៅចំណាយពេលគឺខ្ញុំចង់ទៅសាងទំនុកចិត្តខ្ញុំចង់សម្ដែងពីការលះបង់និងការមកជួយហើយអត់គិតពីតម្លៃខ្លួននិងសម្រាប់ស្រឡាញ់នៃទឹកលុយដូចខ្ញុំនិយាយថា500 1000ច្រើនណាចាបាទប៉ុន្តែខ្ញុំអត់ស្រឡាញ់អាលុយប៉ុណ្ណឹងទេខ្ញុំរក្សានៅកិត្តិយសឲ្យតែខ្ញុំទៅបានភាពញញឹមរបស់គាត់មកខ្ញុំវិញគឺខ្ញុំត្រេកអរហើយហួយយន្តចំណេញអីបានជាប្រឹងធ្វើអញ្ចឹងហួយយន្តចំណេញពីជីនិយាយត្រង់លក់ជីត្រូវចំណេញពីជីប៉ុន្តែចំណេញនៅក្នុងឲ្យកសិករចំណេញដែរចាប្រឹងកាត់បន្ថយការចំណាយតាំងពីអ្នកដើមតរ៉េនប៉ុណ្ណេះមានអ្នកធ្វើរហូតដល់$200បងចំណាយអូមានដល់ប៉ុណ្ណឹងមានដល់ប៉ុណ្ណឹងបើមិនជឿខ្ញុំជឿថាអ្នកដែលទស្សនាថ្ងៃនេះគឺគាត់នឹងឃើញថាចំណាយប៉ុណ្ណេះអាចដល់$200ជាងក៏មានដោយសារបានចំណាយច្រើនឬគឺដោយសារតែអាប្រើអត់ត្រូវណាដូចខ្ញុំលើកទៅបន្តិចទៀតថាធ្វើស្រូវមហាតាត្រូវប្រើជីគីមីយ៉ាងច្រើនបំផុតត្រឹមតែ150គីឡូតែហើយកសិករយើងប្រើដល់210 បេស្មើនឹង600គីឡូដោយសារសេះដាច់យកសេះតាមបាច់ទៅពឹប3ថ្ងៃក្រោយមកមើលមិនឃើញល្អដាក់ទៅទៀតដោយសារអញ្ចឹងមានន័យថាចាភាសាខ្ញុំមួយតែនិយាយថាដាក់ជីមានលុយទិញជីមិនសំខាន់តើរុក្ខជាតិបានស៊ីជីអត់ចានេះអាបញ្ហាដែលខ្ញុំនិយាយថាដាក់អត់ត្រូវគោលដៅអញ្ចឹងអត់ស៊ីទេចាហើយអត់យល់ថាជី
ដែលផ្ទុកនៅក្នុងដីឬក៏ជួយដីដែលចំប្រចាំថ្ងៃហើយនឹងជីគ្រាន់តែរំញោចក្នុងការបង្កើនផលចាក៏អត់យល់អាពីហ្នឹងអញ្ចឹងជីដែលសំខាន់គឺអាជីប្រចាំថ្ងៃនេះចាអាជីបង្កើនផលបងដាក់គ្រាន់តែអូតរេនចង់ឲ្យវាធំសាច់ណែនបាញ់មានទីទៅឬក៏ដាក់ញួយមានទីទៅកលីសាច់ណែនបាទតែអាចអាប្រចាំថ្ងៃដែលវាស៊ីឡើងពេញមួយឆ្នាំហើយបងពេញមួយឆ្នាំនេះគឺរឿងសំខាន់ចាកន្លែងហ្នឹងដែលចង់ចែកម្លែកចុះបងយើងកសិករយើងត្រូវតែផ្ដោតទៅលើដីរបស់យើងនេះដីបាទគឺយ៉ាងណាឲ្យវាមានជីគ្រប់គ្រាន់ហើយឲ្យពិសេសមួយទៀតកុំស្ដាយលុយមកសំណាក់$70ឬក៏$100ទាំងអ្នកប្រែលទ្ធផលជាទូទៅបើក្រុមហ៊ុនឯកជនគេអាចយកថាដីប៉ុណ្ណឹងអាចខ្ទង់អស់ត្រឹម$500កុំស្ដាយតរេនបានតរេនមួយដើមទេចាអាចធ្វើតែដី3ឆ្នាំគេធ្វើម្ដងចាគេហៅយើងធ្វើតែឈាមចាត្រូវហើយបងនេះគឺរឿងសំខាន់ហើយកាលណាធ្វើតែឈាមបានល្អហើយដឹងរឿងហើយប្រើជីកាន់តែតិចចឹងទៀតចាបាទប្រើជីកាន់តែតិចសម្រាប់បទពិសោធន៍របស់បង3ឆ្នាំធ្វើម្ដងគឺល្អ3ឆ្នាំធ្វើម្ដងជាទូទៅហើយចាបាទពីព្រោះការបាត់បង់នៅកត្តាចង្រៃពីការប្រែប្រួលអាកាសធាតុពីក្តៅអេរីណូមកត្រជាក់ពេកមកភ្លៀងជ្រុំពេកឬក៏អត់ទឹកភ្លៀងអីចឹងហើយនៅអាការប្រតិកម្មប្រែប្រួលបដីគួរតែ3ឆ្នាំមិនឲ្យលើសពី3ឆ្នាំទេគួរតែតេស្តម្ដងទៅចាបងចាចង់សួរអារម្មណ៍បងដែលជាអ្នកបច្ចេកទេសជួយចការនេះបានផ្លែប៉ុណ្ណឹងមានអារម្មណ៍យ៉ាងម៉េចដែរខ្ញុំមកសមមិញដែលមកចាំបងមុនហ្នឹងចាភ្ញាក់មែនតើតាមពិតយើងបានតែតាមទូរស័ព្ទហើយគាត់ចេះតែទិញជីថ្នាំយើងបន្តខ្ញុំគាត់តែមានអារម្មណ៍ថាប្រហែលជាត្រូវហើយបានម្ចាស់ឲ្យទិញចាយើងក៏មានអារម្មណ៍ប៉ុណ្ណឹងដោយសារយើងរវល់ដែរយើងក្រោយពីយើងបានតែចែកប្រឹក្សាដាក់ជា schedule ទៅសេជាគេហៅ guideline ឲ្យគាត់ថាទៅធ្វើអីហើយយើងបានតាមដានជាមួយគាត់តាមទូរស័ព្ទទេហើយគាត់ឆ្ងល់អីគាត់បានសួរមកយើងក្រោយពីហ្នឹងមកគឺការទិញដូរជីអីហ្នឹងគឺអ្នកទីផ្សារអញ្ចឹងគាត់តែចេះតែតាមមួយអ្នកទីផ្សារចការហ្នឹងមិនដែរគាត់ទិញម្ដង3តោនហើយឥឡូវឃើញថែម5តោនមកទៀតឃើញកវ៉ោ2តោនឃើញមានជីទឹកអីចឹងណាបងអញ្ចឹងយើងគាត់ថាអូអញ្ចឹងចការដល់ពេលមានពេលមកសមមិញហ្នឹងកំប៉ិតយើងទៅជ្រួយប្រោះទេតែដល់ពេលឆ្លៀតមកលេងតិចមើលព្រោះមានអតិថិជនច្រើននៅជួរនេះអញ្ចឹងទៅដល់មកដល់ភ្ញាក់ព្រើតហើយខ្លួនគាត់ផ្ទាល់ហ្នឹងក៏រត់មកអោថាខ្ញុំអរគុណលោកគ្រូតែបានមកជួយណែនាំក្នុងការកែបញ្ហានេះហើយក៏ឃើញប៉ុណ្ណឹងបាទហើយក្មេងទេចាក្មេងតែគាត់តស៊ូហើយល្អចាបងឆ្នាំទី1ដែលបងបានជួយកែប្រែបញ្ហាគាត់រហូតបានផ្លែប៉ុណ្ណឹងអាចថាឆ្នាំទី2ច្រើនជាងនឹងទៀតឬក៏យ៉ាងណាដែរមើលទៅជាទូទៅតរេនយើងមិនអាចថាឃើញតែឃើញល្អយ៉ាងហើយដើមប៉ុណ្ណឹងមិនថាទៅយកឃើញឆ្នាំហ្នឹងអញ្ចឹងឆ្នាំក្រោយយក200ផ្លែមិនមែនទេបងយើងទៅតាមគាត់តឡើងវាឧទាហរណ៍យើងគិតថាលំនឹងនៃ80ផ្លែឬក៏70ផ្លែនេះវាដូចមានលំនឹងល្អប្រសើរដែលវាដើមវាអត់អន់អញ្ចឹងឆ្នាំក្រោយយើងអាចលក់យក90ឬក៏100អញ្ចឹងតែយើងមិនមែនថែមរហូតដល់2ដងបាទហើយយើងមើលដើមណាដែលវាសភាពរៀងខ្សោយក៏យើងរៀងទុកតិចដែរអញ្ចឹងឲ្យវាកុំឲ្យវាគេហៅលំដាប់អានេះវាបន្ទុកវាធ្ងន់ពេកបាទហើយគ្រាន់តែថាឆ្នាំនេះឃើញខាងបច្ចេកទេសថែក៏ដូចម្ចាស់ហ្នឹងក៏គាត់ត្រៀមនឹងយកមកដាក់វគ្គស្ដារដើមនេះបន្ថែមទៀតដែរចាបាទហើយលក្ខណៈគីមីបែបបច្ចេកទេសគីមីទៀតក៏មិនមានតែហ៊ុយយន្តធ្វើហើយគឺគាត់យកតាមហ៊ុយយន្ត 100% ក៏មានក្រុមហ៊ុនបែបគីមីដូចជាពពួកជីគីមីឬក៏ថ្នាំគីមីមួយចំនួនក៏ប្រឹក្សាដែរអញ្ចឹងមានហ៊ុយយន្តក៏រួមមកចំណែកហើយក៏ក្រុមហ៊ុនផ្សេងក៏រួមមកចំណែកអញ្ចឹងកសិករកុំគិតថាមនុស្សមួយអស្ចារ្យត្រូវមានការបូកផ្សំហើយយកតែស្អីល្អដើម្បីរីកចម្រើនក្នុងចការទៅបានចាខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាបងនិយាយគីមីមិនអញ្ចឹងបងប្អូនឃើញថាអត់ហ៊ានញ៉ាំតរេនទេគីមីបញ្ជាក់ប្រាប់បងប្អូនធ្វើតរេនជាលក្ខណៈអាជីវកម្មអត់អាចធម្មជាតិទាំងស្រុងបានទេដូចភាសារបស់បងអញ្ចឹងត្រូវចូលរួមជាមួយគ្នាពីនឹងហើយទៅគេធ្វើហ្នឹងគឺធ្វើតាមបែបបច្ចេកទេសអញ្ចឹងអត់ឋានអត់ប៉ះពាល់ទេសុខភាពទេបងប្អូនកុំបារម្ភវាមានកម្រិតត្រឹមត្រូវចាព្រោះថាតរេនកាលណាតែយើងធ្វើធម្មជាតិអត់បានផ្លែលក់ទេហើយគីមីហ្នឹងក៏ចង់ជំរាបជូនដែរអ្នកដែលគាត់អត់យល់អំពីពាក្យថាគីមីហ្នឹងគីមីអីចាគីមីជីគីមីអត់មានបញ្ហាទេចាបាទតែអ្វីដែលគីមីប៉ះពាល់គឺថ្នាំគីមីដែលយើងនិយាយថ្នាំសត្វល្អិតឬក៏ថ្នាំជំងឺទេតែជីដើម្បីទ្រទ្រង់ជីវភាពរបស់រុក្ខជាតិមួយហ្នឹងយើងប្រើឲ្យមានកម្រិតស្តង់ដារវាគឺអត់ប៉ះពាល់ទេហើយអាថ្នាំគីមីមិញហ្នឹងក៏ឲ្យតែប្រើឲ្យមានស្តង់ដារកម្រិតនៃបច្ចេកទេសហើយយើងស្គាល់ធាតុវាពិតប្រាកដគឺអត់ប៉ះពាល់ទេចាសូមជម្រាបជូនមិនឲ្យតែថាគីមីដាក់ទៅ
ប៉ះពាល់មែនទេបាទមែនទេអញ្ចឹងអរគុណបងសុផាបងដែលបានចំណាយពេលវេលាដ៏មានតម្លៃចែករំលែកបទពិសោធន៍ដ៏ល្អមែនទែនហើយសង្ឃឹមថានៅស្រុកខ្មែរយើងបានស្គាល់អ្នកជំនាញដូចបងនេះពីព្រោះថាកាលណាតែមានអ្នកជំនាញដូចបងមានក្រុមហ៊ុនរថយន្តគឺជួយកសិករយើងបានច្រើនជាក់ស្ដែងដូចចំការនេះប៉ះសិនបើអត់មានអ្នកជំនាញមកជួយទេប្រកាសជាទៅចោលម្ចាស់ហើយតាម7 8ឆ្នាំអត់បានផ្លែហើយកោះចោលខាតណាបងខាតច្រើនហើយមិនមែនមានតែចការនេះទេខ្ញុំជឿថាមានច្រើនទៀតដែលដាំទុរេនហើយអត់ទាន់បានផ្លែលក់ផងទុរេនងាប់អស់ហើយមានដូងមានអីផ្សេងទៀតដែលថាចាស់ជាច្រើនផ្សេងទៀតដែលមានបញ្ហាអញ្ចឹងបងប្អូនដែលជាម្ចាស់ចំការបងប្អូនដាំហើយអត់ទាន់បានផលហើយចការបងប្អូនហ្នឹងតំណាំបងប្អូនហ្នឹងមានបញ្ហាសូមកុំទុកចោលទំនាក់ទំនងមកក្រុមហ៊ុនហ៊ុយយន្តដើម្បីធ្វើការប្រឹក្សាពាក់ព័ន្ធជាមួយនឹងបច្ចេកទេសថាតើចការបងប្អូននឹងមានបញ្ហាអីមានបងអ្នកទៅដល់ផ្ទាល់អញ្ចឹងនឹងជួយដោះស្រាយបញ្ហាបន្ទាប់ពីដោះស្រាយបញ្ហាឲ្យបងប្អូននឹងទទួលបានផលចំណេញពីការធ្វើចំការវិញចាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះទេបងប្អូនអរគុណដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ចា